បងប្អូន HBot A2 ទើបតែបានបំបីឯកតកម្មពិភពលោកក្នុងការដើរចម្ងាយជាង100គីឡូម៉ែត្រដោយគ្មានប្រើ remote control គ្មានមនុស្សនាំផ្លូវប្រើខួរក្បាលនិងវិញ្ញាណខ្លួនឯងសុទ្ធសាធដើម្បីគេចផុតពីឧបសគ្គទាំងឡាយព័ទ្ធជុំវិញខ្លួនរហូតដល់គោលដៅអស្ចារ្យមែនមនុស្សយន្តរូបរាងមនុស្សនេះបានដើររយៈពេល56ម៉ោង7នាទី49វិនាទីដោយចាប់ផ្ដើមដើរពីបឹងជីងជីនៃទីក្រុងស៊ូជូរហូតដល់តំបន់មាត់ទន្លេដ៏ល្បីល្បាញនៃកណ្ដាលក្រុងសៀងហៃមនុស្សយន្ត HBot A2 នេះក្នុង56ម៉ោងគឺគេបានដើរយ៉ាងជោគជ័យឥតឈប់ទាល់តែសោះរយៈពេល24ម៉ោងដោយខ្លួនឯងក្រោមសីតុណ្ហភាពជិត40អង្សាសេដើរខ្លាំងណាស់បងប្អូនការទទួលបានឯកតកម្មនេះវាមិនមែនជាការវាស់ល្បឿនឬចម្ងាយរបស់មនុស្សយន្តទេតែវាជាសមិទ្ធផលដ៏មហាអស្ចារ្យមួយក្នុងប្រវត្តិសាស្ត្របច្ចេកវិទ្យារបស់មនុស្សយន្តដែលបង្ហាញពីភាពទុកចិត្តបាននៃការដើរដែលគេហៅថា reliable បង្ហាញពីភាពអត់ធន់ក្នុងរយៈពេលវែងនិងបង្ហាញពីភាពឯករាជ្យក្នុងការដើរដោយខ្លួនឯងភាពជោគជ័យរបស់ HBot A2 លើកនេះនឹងត្រូវបានគេរំពឹងថានឹងធ្វើឲ្យមានការផ្លាស់ប្ដូរខ្លាំងដែលពីមុនមនុស្សយន្តបានត្រឹមដាក់តាមបង្ហាញឲ្យគេមើលតែពេលនេះមនុស្សយន្តអាចធ្វើការបានពិតប្រាកដនិងមានប្រសិទ្ធភាពទៀតផងបងប្អូនមនុស្សយន្តដែលអាចដើរ100គីឡូម៉ែត្រជាងអាចត្រូវបានគេយកទៅប្រើប្រាស់ជាក់ស្ដែងនៅក្នុងការដើរល្បាតតំបន់ធំៗធ្វើការនៅឃ្លាំងឬរោងចក្រពេញមួយថ្ងៃធ្វើការផ្នែកកសិកម្ម Logistics ឬការត្រួតពិនិត្យនិងជួយសង្គ្រោះគ្រោះមហន្តរាយផ្សេងៗលក្ខនឹងលក្ខហើយមួយទៀតបងប្អូនក្នុងការបំបីឯកតកម្មនេះមិនមែនមនុស្សយន្តដើរទាំង56ម៉ោងនោះទេគឺគេត្រូវដូរថ្មរហូតដល់ទៅ15ដងឯណោះវាដូចយើងជិះឡានត្រូវការចាក់សាំងអញ្ចឹងមិនខុសលក្ខខណ្ឌឯកតកម្មពិភពលោកទេហើយត្រូវឈប់រយៈពេល7នាទីដើម្បីជៀសវាងអាកាសធាតុធ្លាក់ភ្លៀងខ្លាំងក៏មិនខុសឯកតកម្មពិភពលោកដែរព្រោះវាមិនមែនជាកំហុសមនុស្សយន្តក្រុមការងារដែលសម្របសម្រួលបេសកកម្មនេះត្រូវឈប់សម្រាក17ម៉ោងពីព្រោះត្រូវរៀបចំគ្រប់គ្រងកត្តាផ្សេងៗដើម្បីឲ្យគ្រប់លក្ខខណ្ឌរបស់ Guinness World Record បងប្អូនជាច្រើនឆ្នាំហើយយើងបានឃើញមនុស្សយន្តបានត្រឹមតែក្នុងការតាំងពិព័រណ៍ឬក្នុងទូរទស្សន៍យើងសង្ឃឹមថាមនុស្សយន្តនឹងត្រូវបានដាក់លក់នៅតាមទីផ្សារយ៉ាងទូលំទូលាយដូចជាម៉ាស៊ីនត្រជាក់ម៉ាស៊ីនបោកខោអាវក្នុងពេលឆាប់ៗខាងមុខនេះ